លោកឧត្តមសេនីយ៍ត្រីបោតបិនជំរុញឲ្យកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀននិងក្មេងទំនើងឲ្យកាន់តែមានប្រសិទ្ធភាពខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃពុធទី8 ខែមេសាឆ្នាំ2026នេះកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី1និងលើកទិសដៅការងារត្រីមាសទី2ឆ្នាំ2026ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រីបោតបិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្នុងឱកាសនោះក៏មានពិធីបំពាក់ឋានន្តរស័ក្តិនិងប្រកាសផ្លាស់ប្តូរមុខងារជូនយោធិនសរុបចំនួន10រូបផងដែរលោកមេបញ្ជាការបានពំនាំនៅប្រាសាទផ្ដាំផ្ញើសួរសុកទុងពីសំណាក់លោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងបានសម្ដែងនូវការគោរពវិញ្ញាណក្ខន្ធចំពោះវីរៈជនដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិការកោតសរសើរនិងវាយតម្លៃខ្ពស់លោកឧត្តមសេនីយ៍ត្រីបោតបិនបានថ្លែងការកោតសរសើរដល់កម្លាំងអាវុធហត្ថទាំងអស់ដែលបានខិតខំបំពេញភារកិច្ចការពារសន្តិសុខសុវត្ថិភាពនិងបម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនៅក្នុងត្រីមាសកន្លងមកលោកមេបញ្ជាការបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ឲ្យកម្លាំងទាំងអស់ត្រូវបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពបង្កើនការបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបញ្ហាក្មេងទំនើងល្បែងស៊ីសងនិងបទល្មើសគ្រឿងញៀនត្រៀមលក្ខណៈការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះការតែងតាំងនិងផ្លាស់ប្តូរមុខងារសំខាន់នៅក្នុងពិធីបំពាក់ស័ក្តិនិងប្រគល់សេចក្តីសម្រេចនាឱកាសនោះមានការផ្លាស់ប្តូរមុខងារសំខាន់គឺលោកអនុស្នេហ៍ឯកតិលតៃលាវត្រូវបានតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែនលោកវរៈសេនីយ៍ត្រីនួននីណារ៉ូអតីតមេបញ្ជាការក្រុងប៉ោយប៉ែនត្រូវបានតែងតាំងជានាយសេនាធិការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជាកិច្ចបញ្ចំថ្នាក់ដឹកនាំនិងមន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍និងសូត្រមន្តជ័យលាភីជូនពរជ័យសិរីសួស្តីដល់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះផងដែរសម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជ័យដែន